ថ្ងៃនេះបានចេញដំណើរពីខេត្តបាត់ដំបងមកចែកសុខុបករដល់បងប្អូននៅសាលាបឋមសិក្សាខ្ជាយឥឡូវនេះបានមកដល់ហើយសាលាបឋមសិក្សាខ្ជាយនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាដំបូងក៏សូមអរគុណចំពោះលោកគ្រូថៃសវណ្ណវិទូដែលតែងតែដឹកនាំការធ្វើសប្បុរសធម៌កន្លងមកហើយក៏ព្រះគុណចំពោះព្រះអង្គគ្រូធឿនសុធាដែលបានជួយជ្រោមជ្រែងកិច្ចការងារមួយនេះចំណាយទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងថវិកាផងដែរហើយក៏អរគុណចំពោះអ្នកគ្រូស្រស់ដែលបានជួយរៀបចំសភៅរៀបចំនំរៀបចំអីហ្នឹងជួយដល់បងប្អូនទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងថវិកាហ្នឹងគឺជួយអស់ហើយដើម្បីនឹងឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានហើយក៏សូមអរគុណចំពោះសប្បុរសជនប្រុសស្រីទាំងក្រៅនៅក្នុងប្រទេសដែលបានចូលរួមអរគុណចំពោះអាជីវករបងប្រុសបងស្រីដែលបានចូលរួមផងដែរនេះគឺជាសកម្មភាពមួយដែលយើងចូលរួមចំណែកជួយដល់សង្គមជាតិរបស់យើងទៅតាមសមត្ថភាពដែលយើងអាចជួយបានឥឡូវសំណេះសំណាលជាមួយបងប្អូនបន្តិចនៅក្នុងកម្មវិធីហ្នឹងហើយឃើញថាបងប្អូនសប្បាយចិត្តទទួលយកនៅសិក្ខាបករដើម្បីទៅសិក្សារៀនសូត្របន្តទៀតយើងជួយតាមរយៈចែកសភៅហ្នឹងឯងអត់មានបានទៅបង្ហាត់បង្រៀនអីបងប្អូនទេហើយសង្ឃឹមថាបងប្អូនទាំងអស់នឹងបានសិក្សារៀនសូត្រកុំបោះបង់ការសិក្សារៀនសូត្រខំប្រឹងរៀនទៅបីលំបាកយ៉ាងណាក៏រៀនឲ្យបានយ៉ាងហោចណាស់ក៏ចប់បរិញ្ញាបត្រផងដែរគឺនេះគឺសកម្មភាពថតជូនសភៅជូនវត្ថុអនុស្សាវរីយ៍ចំពោះលោកគ្រូអ្នកគ្រូដែលនៅទីនោះហើយនឹងបងប្អូនសិស្សានុសិស្សដែលនៅទីនោះសប្បាយរីករាយកម្មវិធីថ្ងៃនេះកាលទៅហ្នឹងក៏ភ្លៀងឡើងជោគជាំតែមិនជាថ្មីទេទោះបីជាភ្លៀងយ៉ាងណាក៏មានសាលាដើម្បីហ្នឹងសំណេះសំណាលជាមួយបងប្អូនផងដែរហើយជាចុងក្រោយក៏សូមអរគុណថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូអង្គគ្រូហើយនិងសប្បុរសជនប្រុសស្រីទាំងជាតិទាំងឆ្ងាយទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមជួបប្រទះតែនឹងសុខភាពល្អរកទទួលទានមានបានជោគជ័យគ្រប់កិច្ចការទាំងអស់សូមអរព្រះគុណនិងអរគុណ